បាទសូមជម្រាបសួរបាទសម្រាប់លោកតាយាយអ៊ំពូមីងបាទដែលជាអ្នកចូលចិត្តវិស័យចិញ្ចឹមគោទាំងអស់គ្នាបាទហើយថ្ងៃនេះសូមបង្ហាញជាមួយនឹងគោរបស់យើងបាទដែលមានកូនគោមួយក្បាលនេះគឺជាប្រភេទពូជប្រាម៉ាន់ហើយយើងធ្វើការលក់បាទហើយក្នុងនោះយើងមានមេឡាយហើយនឹងកូនឡាយមួយជាប្រភេទកូនឈ្មោលបាទយើងមានមេជាប់កូន2ក្បាលចឹងបងប្អូនដែលមានចំណាប់អារម្មណ៍ចង់បានជាមួយនឹងមេគោយកទៅចិញ្ចឹមគឺនៅក្របរបស់ខ្ញុំមានបាទមានច្រើនអញ្ចឹងសម្រាប់បងប្អូនអ្នកដែលចង់បានជាមួយនឹងគោយកទៅចិញ្ចឹមគឺអាចតំណតំណងបានតាមលេខទូរស័ព្ទហើយខ្ញុំនឹងដាក់នៅចំណងជើងដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការតាក់ទងហើយបញ្ជាក់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាអ្នកដែលចិញ្ចឹមគឺគោរបស់ខ្ញុំជាផែនមេពូជសម្រាប់ចិញ្ចឹមបើសិនជាបងប្អូនត្រូវការបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទបានឬក៏ប្រព័ន្ធ Telegram របស់ខ្ញុំផ្ទាល់បាទហើយមេប្រភេទមេប្រាម៉ាន់នេះជាប្រភេទកូនញីមេរបស់វាពណ៌ក្រហមហើយប្រភេទកូនឈ្មោលនេះជាប្រភេទកូនឡាយមេរបស់វាជាប្រភេទមេពណ៌ខៀវបាទអញ្ចឹងមេ3បាទឈ្មោលមួយក្បាលអញ្ចឹងបងប្អូនអាចតាក់ទងបានបាទហើយក្នុងនោះគូរបស់យើងមានច្រើនឈុតសម្រាប់ឲ្យបងប្អូនតាក់ទងបានតែសូមបង្ហាញខ្លះទេបើបងប្អូនមានចំណាប់អារម្មណ៍អាចមកមើលបានដែលយើងបានបង្ហាញជូននេះបាទរៀងឆ្ងាយបន្តិចដោយសារនៅតាមវាលហើយបន្តិចទៀតខ្ញុំនឹងបង្ហាញនៅតាមក្រោលឲ្យបងប្អូនមើលម្ដងបាទហើយក្នុងការមកមើលមានឈ្មួញក៏គាត់បានសាកសួរបន្ថែមដែរបាទហើយឃើញគោយើងច្រើនអញ្ចឹងគាត់សួរថាលក់អត់បាទគោគឺយើងលក់តែក្នុងការលក់នេះខ្ញុំបញ្ជាក់ជូនថាលក់មិនមែនជាផែនគីឡូទេយើងលក់ក្នុងផែនចិញ្ចឹមបាទតម្លៃគឺយើងលក់ក្នុងផែនចិញ្ចឹមតែបើសិនជាបងប្អូនដែលទិញជាគីឡូបាទមិនត្រូវទេបាទអញ្ចឹងបញ្ជាក់ជូនមុនមិនត្រូវទេបាទហើយគោចិញ្ចឹមគឺចិញ្ចឹមលក់ហ្នឹងឯងមិនមែនថាចិញ្ចឹមទុកទេសំខាន់តម្លៃត្រូវគ្នាបាទទី1មិនទាន់ដល់ពេលលក់ទី2មិនទាន់ត្រូវតម្លៃទី3សួរចង់បញ្ជាក់បន្ថែមថាឈ្មួញគាត់ទិញទៅជាអ្នកចិញ្ចឹមបានអាចភាពងាយស្រួលហើយនេះបង្ហាញអ្នកខ្វៀលតូចទេបាទហើយសម្រាប់មើលគោបាទថាចិត្តកើនហើយមកក្បាលចិត្តកើតហើយតែគោរបស់គាត់បាទហើយមេធំមេផើមនេះផ្ទាល់តែម្ដងបាទហើយនៅក្នុងក្រោលនេះមានច្រើនបាទហើយគោដែលយើងលក់នោះក៏មានមេជាប់កូនតែមេផើមនេះខ្ញុំគ្រាន់តែបង្ហាញជាមួយមេផើមចិត្តកើតនេះមកក្បាលក៏ដូចជាអ្នកខ្វៀលបាទអ្នកខ្វៀលដើរតាមគោឡើងរីងហើយបាទហើយមានអ្នកមកឈ្មួញមកឲ្យតម្លៃហើយឈ្មួញមកប្រអាប់តម្លៃហើយនឹងឈ្មួញមកប្រអើលព្រោះព្រឹកមិញមានអ្នកមកប្រអើលចំពោះបញ្ហាប្រអើលនេះមិនជាថាมันខ្លាចឬក៏ខ្លាចអីទេព្រោះយើងធ្លាប់ឆ្លងកាត់មកហើយតែការឆ្លាញ់ការចិញ្ចឹមគឺតែប៉ុណ្្នឹងឯងបាទអញ្ចឹងបងប្អូនដែលមានចំណាប់អារម្មណ៍ចង់បានជាមួយនឹងគូយកទៅចិញ្ចឹមបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទបានបាទ097 9780997បាទចុងក្រោយខ្ញុំបាទមានតែប៉ុណ្្នឹងអរគុណនិងគោរពលាអញ្ចឹងបងប្អូនមើលទៅតាមរូបភាពនេះទៅបាទអញ្ចឹងប្រភេទពូជប្រាម៉ាន់ពូជទលេគឺយើងមានទាំងអស់ហើយពូជឡាយក៏មានដែរតែក្នុងការបង្ហាញនេះខ្ញុំបង្ហាញជូនចំពោះបងប្អូនអ្នកដែលជាអ្នកចិញ្ចឹមបែបពូជបាទអញ្ចឹងអរគុណបាទសម្រាប់វីដេអូមួយនេះ